chết ai mà mình tụt nè cái này ai pra mùi người xăm mẹ hay tay người xăm hay chụp về prai mẹ Chăng ai vừa môi vừa tụt viêm đấy chầm lại cái này ទូស្ដីជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើបាយស្រូបប៉ុន្តែធ្វើសាច់ជ្រូកគេធ្វើជាមួយនឹងសាច់គោអាំងប៉ុន្តែខ្ញុំសល់ឆ្អឹងជំនីជ្រូកខ្លះក៏យកមកប្រឡាក់លីគ្នាហ្មងទៅហើយ reaction នៅក្បាលវីដេអូហ្នឹងគឺ reaction ពិតហ្មងបងប្អូនដោយសារតែបងម៉ៃញ៉ាំឆ្ងាញ់សោះដល់ពេលដាក់បន្ទុកគឺឲ្យ6បន្ទុកអញ្ចឹងបងប្អូនក៏ភ្លេចតាមដានទាំងអស់គ្នាថាមកពីហេតុអីសម្រាប់ការប្រឡាក់សាច់ខ្ញុំជាធម្មតាគឺអត់មានអីច្រើនបងប្អូនប្រេងខ្យងទឹកស្អ៊ីវទឹកត្រីតិចទៅម្រេចហើយនឹងស្ករបន្តិចណាទុកសាច់យើង10នាទីសិនទៅឲ្យចូលជាតិបន្ទាប់មកខ្ញុំមកធ្វើជ្រក់ដោយសារបាយស្រូបមិនថាសាច់ជ្រូកសាច់គោអាំងអីទេតែខ្វះជ្រក់គឺអត់ឆ្ងាញ់ទេពេលខ្លះទៅក៏ខ្ញុំដាក់ឆៃថាវទៅថ្ងៃនេះអត់មាននៅក្នុងទូទឹកកកមានអីគឺដាក់នឹងណាបងប្អូនមានតែសក់ហើយនឹងការ៉ុតទេតែពីមុខហ្នឹងក៏ឆ្ងាញ់ដែរការ៉ុតយើងហាន់ឲ្យស្ដើងមកតែសក់រៀងធំគួរសមទៅយើងយកវាទៅច្របល់មួយអំបិលសិនឲ្យវាទន់បន្ទាប់មកយើងលាងទឹកអំបិលនឹងចេញឲ្យស្អាតទៅបងប្អូនយើងចាប់ផ្ដើមមកដាក់គ្រឿងនៅក្នុងជ្រក់របស់យើងខ្ញុំដាក់មួយទឹកត្រីបុកនឹងចូលហ្មងងាយស្រួលបើនិយាយពីបាយសាច់គោអាំងវិញបងប្អូនចៀនពងដាក់ខ្លាញ់ឲ្យច្រើនឲ្យពងនៅជាប់ភ្នៅញ៉ាំទៅគឺត្រូវគ្នាណាស់គោនេះបងប្អូនចូលចិត្តជាប់ខ្លាញ់តិចអីកាន់តែឆ្ងាញ់តែខ្ញុំមួយរយៈនេះរៀងតងខ្លាញ់អញ្ចឹងហើយគឺប្រើសាច់សុទ្ធទេបងប្អូនចូលចិត្តក្រៀមចូលចិត្តប៉ុណ្ណាគឺអាំងយកមកឆ្អិនប៉ុណ្ណឹងមកសម្រាប់ខ្ញុំសាច់គោមិនបាច់ឆ្អិនខ្លាំងពេកទេមើលតែមកឆ្អិនមកឈ្ងុយគឺបានហើយនិយាយមែនបងប្អូនសាច់គោនេះយើងប្រឡាក់ដាក់មួយម្ទេសឆាអីតិចមកគឺឆ្ងាញ់មែនតើធ្លាប់តែញ៉ាំបាយស្រូបសាច់ជ្រូកដដែលអាចសាកបាយសាច់គោអាំងបានគឺឆ្ងាញ់ប្លែកមែនតើហើយបើយើងចង់សរកគីឡូអីត្រូវទៀតព្រោះយើងអត់ជៀនអត់ប្រើខ្លាញ់ច្រើនបងប្អូនអាំងអញ្ចឹងអីដែលខ្វះអត់បានគឺពងជៀនជាប់ភ្នៅបងប្អូនអូឆ្ងាញ់ណាស់ហើយដាក់ជ្រក់យើងមកយើងអត់មានទឹកស្រូបទេដោយសារយើងអត់ចង់ប្រើខ្លាញ់ច្រើនព្រោះទឹកស្រូបបាយភាគច្រើនគឺយើងប្រើខ្លាញ់ច្រើនណាបងប្អូនអញ្ចឹងយើងប្រើទឹកស្អ៊ីវស្រូបពីលើសាច់គោយើងតិចមកគឺរួចរាល់ហើយមានទឹកស៊ុបតិចទៅហត់អមគ្នាតែប៉ុណ្្នឹងមកពីអ្នកខ្ញុំគឺថាឲ្យមកពេលឯងបងប្អូនសាច់គោមានទូទឹកកកស្រាប់តសក់ការ៉ុតហ្នឹងក៏មានស្រាប់ទៀតដាក់មួយពងជាប់ភ្នៅនេះអូឆ្ងាញ់ណាស់chết ពងទាជាប់ភ្នៅមានអារម្មណ៍ខានញ៉ាំយូរដែរមកពីប្រពន្ធចៅយូរទៅខ្មែរផងទៅអង់គ្លេសផងខានធ្វើបាយស្រូបពីបំផុតមកវិញខានធ្វើបាយស្រូបឲ្យយូរត្រូវហ៎មិនខែនេះបងម៉ែមើលសក់មកឥឡូវចង់ចូលចាំបាយឡើងដល់តុកឲ្យតែធ្វើវីដេអូរបៀបឥឡូវធ្វើមកហូបអីបងប្អូនចាប់អារម្មណ៍ទេពីច្រើនខមមិនរឿងសក់មែនថាសក់វែងមែនសក់វែងមែនមែនឃើញឡើងលេងលឿងផ្លេតត្រឹមនេះត្រឹមហូបត្រឹមចានដល់ចានគេហៅសក់វែងដល់ចកេះអីសក់វែងដល់ចានប៉ុន្តែសក់វែងលឿនមែនបងប្អូននិយាយមែនណាឡើងនេះត្រឹមចកេះចិត្តត្រឹមចកេះពីមួយខែទៀតត្រឹមចកេះហើយបងប្អូនខមមិនចាប់អារម្មណ៍ច្រើនរឿងសក់ខ្ញុំមែនតើហ្មងក្នុងចំណោម10គឺ6 7ហើយខមមិនរឿងសក់វែងណាស់ចឹងសម្រាប់បងប្អូនដែលអត់ទាន់ដឹងទេពីរូបមន្តថែសក់របស់ខ្ញុំគឺខ្ញុំតែងតែកក់សក់ជានិច្ចជាមួយនឹងសាប៊ូកក់សក់ Felix ខ្ញុំប្រើជាឈុតតែម្ដងបងប្អូនប្រើមកជាង1ឆ្នាំហើយណាតាំងពីសក់ខ្ញុំត្រឹមកប្រាស់ស្មារហូតដល់ប្រវែងនេះបងប្អូនដែលតាមដានវីដេអូជាប់គឺដឹងច្បាស់ហើយពេលខ្លះជួយ reply comment ខ្ញុំទៀតដាក់សាប៊ូមកគឺថាពពុះឡើងពេញក្បាលហ្មងបងប្អូនដែលមានបញ្ហាសក់ជ្រុះច្រើនសក់ខូចសក់បែកចុងចង់កាត់បន្ថយសក់ជ្រុះនឹងគឺខ្ញុំ recommend ខ្លាំងជាមួយឈុតសាប៊ូ Felix បងប្អូនអើយគ្រាន់តែលាងសាប៊ូចេញគឺឃើញសក់យើងភ្លឺមកកម្រិតបាត់ហើយអាឡូហ្មងបងប្អូនអីដែលសំខាន់ខ្ញុំធ្លាប់កក់សក់មកជ្រុះទាំងក្តាប់ជ្រុះទាំងដៃប្រើឈុតសាប៊ូ Felix គឺជ្រុះតិចមែនតែនហ្មងណាកក់ហើយភ្លាមលាងចេញគឺយកអត់តាន់ចាប់ប៉ុណ្ណឹងទេខ្ញុំថែមក្រែមបតុនក៏ដូចជា hair collagen spa សក់ពីរហ្នឹងលាយចូលគ្នាបងប្អូនយកមកអប់លើសក់យើងគឺប្រៀបដូចបានបញ្ចូលវីតាមីនឲ្យសក់យើងចឹងខ្ញុំនៅនេះអត់ដែលងាយបានទៅកក់សក់ចូលហាងថែសក់ថាអីទេខ្ញុំកក់តែខ្លួនឯងទេបងប្អូនប៉ុន្តែនៅតែសក់ខ្ញុំល្អមែនតែនដោះវែងលឿនរឹងមាំអីដែលសំខាន់គឺក្រាស់ទៀតលាងតែទឹកចេញគឺអាលាស់ដូចតែសៃសូត្រចឹងដូចបងប្អូនឃើញស្រាប់អញ្ចឹងឯងជូតសក់ឲ្យស្ងួតមកខ្ញុំថែមមួយមុខទៀតជាមួយនឹង bonding oil អាហ្នឹងគឺជាប្រេងលាបសក់ខ្ញុំលាបនៅចុងសក់យើងជាបាសក់ជ្រុះសក់បែកចុងអីដែលសំខាន់គឺការពារសក់យើងពីកម្ដៅនៃការផ្លុំក៏ដូចជាការគៀបសក់យើងតែរឹងមាំគឺអត់ងាយជ្រុះគឺដោះវែងលឿនឯងបងប្អូនបន្ទាប់ពីផ្លុំចិត្តស្ងួតហើយខ្ញុំថែម biotin spray មួយទៀត spray នេះបាញ់លើស្បែកក្បាលហ្មងបាញ់កន្លែងណាដោះកន្លែងហ្នឹង
សក់ឡើងក្រាស់ខ្មឹកហ្មងហើយហ្នឹងគឺជាអាចកំបាំងថែសក់ជាប្រចាំរបស់ខ្ញុំឲ្យបងប្អូនគឺខ្ញុំអត់ដែរចាប់បាច់គៀបអីទេផ្លុំតែទៅបានស្ងួតស្រួលបួលផងសក់ចេញមកគឺភ្លឺអាលោះអាលងហើយដោះវែងលឿនខ្លាំងមែនតើហ្មងហើយឈុតសាប៊ូ Felix អត់ពិបាករកទេបងប្អូនតាមផ្សារទំនើបកន្លែងលក់គ្រឿងក្អូបអីដឹងតែមានលក់អីចែកម្លែករឿងសក់ថ្ងៃហ្នឹងតែប៉ុណ្្នឹងបានហើយឥឡូវមកស្ដាប់បងម៉ៃដាក់បន្ទុកឲ្យមកហូបខ្ញុំវិញម្ដង ឲ្យមកបន្ទុកនេះថ្ងៃនេះឲ្យ6វាសាមម៉េហើយប៉ែវាសាមហើយជ្រូកវាប្រៃម៉េ ឆ្ងាញ់ឲ្យ6បន្ទុកវាមិនដែរចម្លែកវិញដែរ និយាយលេងថេះប្រពន្ធ កំឆ្ងល់ ធ្វើ reaction ចាឆ្ងល់មួយថ្ងៃឆ្ងាញ់វាដាក់បន្ទុក6បន្ទុកវិញ ប្រៃស្រូបអត់តែ6បន្ទុក ឥឡូវមែនតែម្ដងចង់ប្រេងមែន ប្រៃលេងអត់ទេពេញបន្ទុកតាមនេះ ចាឆ្ងល់អីអង្គុយសរសើរប្រពន្ធឆ្ងាញ់មួយថ្ងៃដល់ពេលដាក់បន្ទុកឲ្យ6បន្ទុក តាំងតែប្រពន្ធអត់ជឿ តែមិនមែនខឹងទេមិនវាដូចចម្លែក គ្រាន់តែសាក់មើល មានអារម្មណ៍នេះបងម៉ៃមិនចឹងនិយាយត្រឡប់ទៅ ហ្នឹងហើយបងប្អូនអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនចូលចិត្តពីរបៀបធ្វើអីអាច share វីដេអូនឹងទុកមើលបានសូមជម្រាបលាហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ